សួស្តីបងប្អូនថ្ងៃនេះខ្ញុំចេញវីដេអូស្រាវចម្ងល់ទៅបងប្អូនមួយដែលបងប្អូនតែងនិយាយថាចំត្រីស្កាពិបាកចំពិបាកថែទាំត្រីស្កាឈឺច្រើនហើយមានបងប្អូនខ្លះក៏ថាខ្ញុំទិញត្រីស្កាពីកន្លែងមួយនោះទៅបានមួយថ្ងៃសោះមិនបានឈឺអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបងប្អូនចំណាយពេលស្ដាប់វីដេអូមួយនេះហើយនៅក្នុងវីដេអូនឹងដែរខ្ញុំនឹងចែកម្លែកបទពិសោធន៍នៅក្នុងការចិញ្ចឹមត្រីស្កាហើយខ្លួនខ្ញុំផ្ទាល់ជាអ្នកចិញ្ចឹមត្រីស្កាផងហើយក៏មានលក់ត្រីស្កាហើយនិងត្រីជាកម្មដែរអញ្ចឹងនៅខាងចុងវីដេអូនេះខ្ញុំនឹងប្រាប់ឈ្មោះ page របស់ខ្ញុំអញ្ចឹងបងប្អូនអាចចូលមើលនៅក្នុង page របស់ខ្ញុំអាចជាវត្រីទៅតាមនឹងអញ្ចឹងទៅតាមត្រីដែលបងប្អូនស្រឡាញ់ណាបាទចំពោះត្រីស្កាគឺវាងាយស្រួលចិញ្ចឹមទេបងប្អូនវាអត់ពិបាកមានតែត្រីពីរប្រភេទនោះទេដែលមានន័យថាយើងត្រូវចាយពេលវេលាច្រើនក្នុងការថែទាំហើយនឹងដាក់ចំណីវាដឹកដល់នោះគឺត្រីកតុយ3និងត្រីខយបងប្អូនបាទអញ្ចឹងខ្ញុំនិយាយពីត្រីកតុយ3ត្រីខយបន្ទាប់មកបានចូលត្រីវិស្កាចំពោះត្រីខយពីច្រើនយើងដឹងថាគេចិញ្ចឹមនៅក្នុងអាងបាទតែមានបងប្អូនខ្លះគាត់ទិញត្រីខយមកគាត់ចិញ្ចឹមនៅក្នុងទូដែលភាគច្រើនដែលយើងឃើញហ្នឹងគឺត្រីខយ butterfly ពួកអភ័យកតុយវែងដៃវែងត្រួយវែងបាទហើយមានបងប្អូនខ្លះគាត់ទិញអាត្រីខយកតុយខ្លីហ្នឹងចិញ្ចឹមក្នុងទូដែរប៉ុន្តែវាកម្រឃើញណាបងប្អូនបាទហើយត្រីកតុយ3និងត្រីខយគឺជាប្រភេទត្រីដែលវាមានជាតិឆ្អាបខ្លាំងបាទអញ្ចឹងសម្រាប់បងប្អូនដែលធ្លាប់ចិញ្ចឹមត្រីកតុយ3ត្រីខយឬក៏ជាពិសេសបងប្អូនដែលចិញ្ចឹមត្រីកតុយ3ដែលគាត់នៅចិញ្ចឹមគឺគាត់ដឹងពីភាពលំបាកក្នុងការចិញ្ចឹមវាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយប្រាប់បងប្អូនដែលគាត់អត់ទាន់ដឹងត្រីកតុយ3នៅពេលដែលយើងទៅមើលគឺវាធ្វើឲ្យយើងនឹងចាប់អារម្មណ៍លើវាមែនតើគឺរៀងពណ៌ហើយនឹងការហែលរបស់វាហើយនៅពេលដែលយើងដាក់ចំណីវាទៅវាទៅស៊ីមកលើក្បួនទឹកណាបាទបើសិនជាបងប្អូនចង់ចិញ្ចឹមត្រីកតុយ3គឺយើងត្រូវត្រៀមចិត្តជាមួយវាសិនបាទត្រូវត្រៀមចិត្តជាមួយវាត្រង់អីគឺត្រីកតុយ3វាងាយឈឺវាងាយងាប់បាទអញ្ចឹងនៅពេលដែលយើងចង់ចិញ្ចឹមត្រីកតុយ3គឺយើងត្រូវដឹងថាជំងឺប្រចាំកាយវាអីគេអញ្ចឹងយើងត្រូវទិញអាថ្នាំហ្នឹងឲ្យត្រូវតែម្ដងមកសកួរទុកនៅទូយើងហ្មងបាទបើថ្នាំខ្លះដាក់ត្រូវដែរតែគ្រាន់តែវាត្រូវទៀមទាពេលវេលាប៉ុន្តែត្រីកតុយ3យើងត្រូវដឹងថាពេលដែលវាឈឺក្រឹបហ្មងវាទុកពេលយើងព្យាបាលទេទីហោថាត្រីនឹងវាហៅវកាបាទវាហៅវកាស្រាប់យើងថាអូយកទៅចាំស្អែកចាំដាក់ឲ្យវាល្ងួយដែរអត់ទេត្រីកតុយ3អត់មានឆាំយើងទេខ្ញុំប្រាប់ចឹងបាទទើបថាវាឈឺធ្ងន់ហើយយើងវាយទៅវាអាចជួយមិនលឿនតន់ទៅទៀតការទេបាទតែបើយើងទិញថ្នាំវាត្រូវអាហ្នឹងអង្គភាគរយវាគ្រាន់តែបានខ្ពស់ក្នុងការជួយវានឹងខ្ញុំនិយាយចឹងណាហើយក្នុងការចិញ្ចឹមត្រីកតុយ3ទូដែលតូចបំផុតសម្រាប់វាគឺ1.2 ម៉ែត្រហើយយើងចង់កាត់ຂະຫນាត2 ម៉ែត្រក៏បានដែរអាហ្នឹងអាស្រ័យទៅលើបងប្អូនណាហើយចំពោះទូទីហោដែលយើងកាត់1 ម៉ែត្រកន្លះចម្រោះយើងអាចប្រើ8 ទឹក 9 ទឹកឬក៏1 ម៉ែត្របានទេទប់អត់ជាប់ទេព្រោះទូយើងធំយើងទៅប្រើចម្រោះទូមួយកើតអញ្ចឹងទូយើង1 ម៉ែត្រកន្លះយើងត្រូវប្រើចម្រោះបដោយ1 ម៉ែត្រកន្លះបាទហើយចំពោះមេឌៀរបស់វាដែលទប់ជាមួយនឹងត្រីកតុយ3ជាប់គឺខ្ជុំ4ជ្រុងម៉ាក់យីប្រវែង10x10អាហ្នឹងប៉ិនបាត់ដៃយើងណាមួយដុំរបស់វាហ្នឹងស្មើនឹងខ្ជុំឲ្យ30ដើមហើយមានខ្ជុំមួយទៀតពួកភេទខ្ជុំ Mountain ហើយខ្ជុំពីរមុខហ្នឹងគឺតម្លៃថ្លៃដូចគ្នាបាទប៉ុន្តែខ្ជុំ Mountain គឺវានៅតែតម្លៃវាថ្លៃដដែលបាទពីព្រោះវាមានចំណុចពិសេសច្រើនខ្ជ
chung mong thêm vì xong vì chung thầm chết ra một mình đến hay vì mình sang chia sẻ là vì thua tầm rỡ trai của một hệ bữa trai bữa chung buôn trống anh đang thiếu xong vì cả đá cho mùi nâng chung mong thêm nâng ta lại vì tình muốn cứ ta lại vì phần kia tê phần tay bờ lỡ ta lại những lụa ta mà đông tầm mùi ria ta tầm mùi ria ta lại hệ mà hay trong phố chung đài chắc tục hai viên còn ba đái cứ chung gọi đàm về hai bậc chung lướng đàm với hoặc mua hao ấy nó tục mùi thầy tôi bây ắt cho với mong ổn anh nó những phong bị vô hưởng chung tí á chung hoặc mua nó á hay là đàm với lương nó bên đây sọc kế kia phở tập bay buôn khai cái quả cháo là cho ắt phở gì đây mà cái phố ấy buồn nó thiết sang bảo viết khai được mấy cho một plastic tại bậc chung gọi viên miên xong thì chung thầm chiếc buôn mốc hay nâng khai được mấy plastic chẳng việc khoản bài chiềng và chắc bữa sân bong ôn trong tình vì chung chúng nó thì nhóm này lại nhóm miên chia sẻ nhóm miên tập trung gọi chung lương đàm với hai được chung hoàn thành một phần năng nghề và dương trong thầy tôi bấy tất xa ngày nắng buôn ngay cao ấy buôn trăm ngày cao tặng khâu cứ là xa chiếc Apple viên nắng cứ bị thừa khâu tật hay sống bay đã chầm ra sát ngay nắng ngay tí pram cứ ở trong đó nó cứ khôi sật chiếc Apple vậy mà hay trai của tôi bay trai khoai nhưng thật đang ha viên nơi tật đài viên miên cùng phiêu khô và bữa sân thì tặng nâng việc khôi hay nhưng nên châm á bành hàn nâng mà đỏ và cứ trai nâng viên chư viên ngọt và cái tới chưa được tập bài của tôi hào ca tập bài luôn này chẳng thầy ai xanh chẳng thầy và hai bữa sân giờ bom ôn ở trong nghĩa liêng trong đó tế hai chuôi xăm chay pe lìa dư trong cả đồ tất cái dương cầm bằng cái cắt tu để miên trong đó hàng cào từ hạt tu giống như trong căn mày cả là chẳng trong đó hàng cào nó vi trâu mà mày bay mày bùa này chẳng có lọ với môi thông này tại trong đó hàng cào nó cứ lên mình cứ dương phở mình địa chởn cái bài chẳng là nấu mà khai bằng dương thử liền vì mặt đồ và bằng thử liền vì mặt đồ bằng tái bữa tu mình trong đó hàng lỡ thầy của tôi bấy cứ mà tất cả lại cứ trai tờ liền dàn dùng thoát cứ bị tật và nó nhông vậy chẳng hai nơi p đại dương đô tắc vía thời tờ liên sụp an là thằng không tu nó ngồi sao phải mặt đồ ót ai đô đặt tắc ba này và anh ấy bây dương chẳng chăm thầy của tôi bày anh ấy bong ôn đang ngày thà khi làm bạc bộ đi dặn mày tay cho môi nâng thầy Disca chia cha po thầy Disca nâng thầy chia cam vàng tại cả đào gì vàng tại cả đào gì chẳng là lợi dân châu vậy sách riêng nó không ca châm thầy Disca mình thầy Disca cứ việc số đôi thầy xanh chẳng nơi p đã tắt dương nó không tu niệm mình thay dương phẩm phong cắt klo ấy hao dương bằng sơn bom dương cho việc bàn pi ngày hao ta môn nặng đặt đây disca cho nó không tu nó tay dương tờ thơ mày bây giờ dương tinh thầy disca pi cả lại kia máu á thấy vì nó không thẳng chẳng dương lược viên nó mà đã nó hàng không tu nó sần đam bay ao tây nó via score xây thon hạt nó không tu nó sần hái đọc ra một tí cao dương sẽ một tháng dương đua tắc nơi hàng không tu nó chạy trâu không thăng nó mà chối phèm một tí mà chối cột cả lạc máu dương và lên cái thầy trâu đấy tắc không thăng dương chào và hai bữa sân chỉ dương sam chân hai dương ba để chia và lên tắc nâng trâu tặng tây tặng ấy viên nâng miền bành hà bom ô nâng khởi đọc tây vì miền bành hà tầm vậy và hay mua hai đấy bằng dương thời cap sam bài nâng đóng bấy ao cao ca nâng luôn viên nâng
សម្របតន់សម្របពួកឃ្លក់សកាហើយនឹងខ្លួនវាត្រូវការផ្សំហើយនឹងសម្របទៅតាមអាទឹកថ្មីហ្នឹងបើសិនជាអានឹងវាអត់តន់ទេវានឹងធ្វើត្រីនឹងឈឺឡើងសិតផ្នែកសអញ្ចឹងបងប្អូនបាទអាហ្នឹងគឺខ្ញុំប្រាប់បងប្អូនអញ្ចឹងហើយខ្ញុំឃើញមានបងប្អូនខ្លះគាត់អត់ដឹងគាត់ឃើញត្រី discuss ស្អាតអញ្ចឹងគាត់ទៅទិញនៅកន្លែងគេកន្លែងខ្លះខ្ញុំនិយាយកន្លែងខ្លះគាត់យកត្រី discuss មកគាត់អត់បានផ្សំទឹកទេបាទមានថាពេលដែលគាត់ចាក់ចូលក្នុងកធុននឹងហើយគាត់អត់បានផ្សំយកទឹកក្នុងទូរបស់គាត់ដាក់ចូលនៅក្នុងកធុននឹងទេគឺគាត់ចាក់ទាំងទឹកគេទាំងអីនៅក្នុងនឹងទាំងអស់ហ្មងអញ្ចឹងត្រីនឹងដែលខ្ញុំឃើញវាឡើងសិតអាខ្លះផ្នែកសខ្លះទឹកស៊ីកតុយណាអញ្ចឹងដល់ពេលយើងទិញយើងអត់ដឹងវាខ្លាចតែជាជនរងគ្រោះណាបាទហើយអាហ្នឹងទឹកយើងទៅតវ៉ាមួយគេតវ៉ាអត់ចេញទេចាំមើលខ្ញុំបង្ហាញរូបខ្ញុំសុំបងប្អូនបន្តិចសុំពេលបងប្អូនបន្តិចខ្ញុំបើករូបឲ្យមើលយ៉ានេះបងប្អូនឃើញទេបងប្អូនឃើញអាសនៅខាងលើព្រុយលើអាហ្នឹងគឺសិតបងប្អូនអាកន្លែងឲ្យបងប្អូនមើលកតុយរបស់វាកតុយរបស់វាឃើញវាសបងប្អូនវាអត់ថ្លាហើយដៃវាអត់ថ្លាបងប្អូនឃើញទេអាហ្នឹងគឺដែលមានន័យថាត្រីក្នុងទូយើងវាឈឺហើយអាហ្នឹងក្នុងករណីដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងកន្លែងផ្សេងគេអត់បានផ្សំអីតាមត្រូវផងគេដាក់លក់បាទហើយចាំមើលខ្ញុំបង្ហាញរូបទឹកស៊ីកតុយនេះបងប្អូនអានេះគឺបញ្ហាទឹកស៊ីកតុយអញ្ចឹងត្រីនៅពេលដែលយើងមានបញ្ហាទឹកស៊ីកតុយយើងអាចទិញយកមកចំបានទេនិយាយតែពេលយើងទិញហើយយកដាក់ទូយើងក៏តែធ្ងន់ទៀតបងប្អូនបាទអាហ្នឹងដាក់ថ្នាំអត់តាន់ងាប់បាទអញ្ចឹងខ្ញុំសូមបង្ហាញរូបនឹងត្រែសាំវិញសិននេះបងប្អូនឃើញទេខ្លួនវាខាងលើវាមានសនៅខាងលើហ្នឹងហើយកតុយរបស់វាសដៃសវាអត់កតុយវាអត់ថ្លាអាហ្នឹងមានថាត្រីហ្នឹងវាឡើងសិតបាទអញ្ចឹងនៅពេលដែលយើងទៅទិញនៅកន្លែងគេនៅពេលដែលយើងឃើញស្ថានភាពបែបហ្នឹងហើយយើងអាចទិញត្រីហ្នឹងយកមិនចាំបានទេហើយមួយទៀតត្រីស្កាកាលណាវាក្តោបកតុយវាដៃរបស់វាអត់ហែទេនៅកន្លែងគេលក់ត្រីនេះឈឺហើយតែឃើញមាន1 2ក្នុងនោះមិនបាច់ទិញទេបងប្អូនខ្ញុំសុំ5អញ្ចឹងខ្ញុំដូចខ្ញុំ5មិញណាខ្លួនវាឡើងសកតុយរបស់វាអត់ថ្លាទេកតុយវាសដៃវាសបាទហើយបើឡើងផ្កាអំបិលអាហ្នឹងងាយស្រួលទេអាហ្នឹងវាដូចផ្កាអំបិលម្ដុំជាប់ខ្លួនអញ្ចឹងណាបាទអាហ្នឹងគឺបងប្អូនបាច់ទិញទេព្រោះបងប្អូនទិញយកមកហើយបងប្អូនផ្សំត្រឹមត្រូវហើយត្រីហ្នឹងក៏វានៅតែឈឺដែរបាទខ្ញុំនិយាយអញ្ចឹងហើយអាការៈតែត្រីដែលវាមានបញ្ហាហ្នឹងណាបើសិនទីហោថាត្រីយើងទិញពីកន្លែងគេមកអត់ឈឺយើងផ្សំត្រូវហើយតែយើងថែដល់ហើយតែវាត្រីវាឈឺទៅសួរថាមានថ្នាំព្យាបាលបងប្អូនអាចទិញពីខ្ញុំបាននេះបងប្អូនថ្នាំនេះគឺផ្ដោតទៅលើការព្យាបាលសុទ្ធអានេះខ្ញុំធានាឲ្យមានថាដាក់ទៅជាទាន់ចិត្ត
បើថ្នាំមួយទៀតដែលបងប្អូនគាត់ដឹងគឺថ្នាំ Menofix ថ្នាំ Menofix គឺរបស់អាមេរិកវាហ្វាំពីរបស់ធម្មជាតិច្រើនហើយគីមីតិចអានេះគីមីសុទ្ធអញ្ចឹងអានេះដូចថាដូចរូបខ្ញុំបង្ហាញប្រាប់ហ្នឹងណាវាឡើងផ្សិតប៉ុណ្ណឹងឬក៏លឿនហ្នឹងណាបងប្អូនឃើញត្រីនៅក្នុងទូហ្នឹងមានឡើងផ្សិតមួយពីរត្រូវចាប់ចេញអត់មានទុកក្នុងហ្នឹងឯងបាទត្រូវចាប់វាចេញនៅក្នុងទូដែលយើងដាក់ព្យាបាលគឺមានសម្រាប់ស្ពងមកចូលកម្ដៅហើយយើងវាយថ្នាំហ្នឹងទៅតាមចំណុះនៃទូរបស់យើងហ្នឹងទូរបស់យើងសម្រាប់ដាក់ព្យាបាលត្រីស្កាយើងប្រើຂະຫນាតបដោយ6ទឹកតតឹង40ជាងកម្ពស់50យើងចង់ប្រើទូ8ទឹកក៏បានដែរអញ្ចឹងយើងគ្រាន់តែដឹងថាទូរបស់យើងនឹងចំណុះប្រមាណលីត្រអញ្ចឹងយើងវាយថ្នាំទៅតាមហ្នឹងបាទអាហ្នឹងគឺខ្ញុំប្រាប់បងប្អូនអញ្ចឹងទៅទៀតខ្ញុំនឹងនិយាយពីតើត្រីឌីស្កាសជំងឺប្រចាំកាយវាអីគេបាទអញ្ចឹងមុននឹងដែលខ្ញុំនិយាយពីការសាំទឹកពីកន្លែងគេលក់មកហ្នឹងដើម្បីឲ្យបងប្អូនដឹងនៅកន្លែងខ្ញុំលក់ត្រីស្កាសខ្ញុំយកមកគឺខ្ញុំត្រូវសាំទឹកវាសិនមានន័យថាខ្ញុំចាក់ចូលក្នុងកធុននឹងហើយខ្ញុំត្រូវដួសទឹកពីក្នុងទូមកហ្នឹងចាក់ចូលមកឆូតដើម្បីឲ្យបានកុកកន្លះម៉ោងហើយខ្ញុំយកត្រីចូលក្នុងទូទឹកចោលហើយបាទអញ្ចឹងខ្ញុំ quarantine វារយៈពេល7ថ្ងៃបើសិនជា7ថ្ងៃហ្នឹងអត់អីទេបាទខ្ញុំដាក់បញ្ចេញលក់ខ្ញុំអត់ដែរលក់ត្រីឈឿទេបាទអត់ដែរលក់ត្រីឈឿទេហើយក្នុងការយើងចិញ្ចឹមត្រីអីក៏ដោយបងប្អូនត្រូវតែមានបញ្ចូលកម្ដៅបាទហើយយើងចិញ្ចឹមត្រីអីក៏ដោយទី1ដូចទូរបស់ខ្ញុំនេះចម្រោះនៅខាងលើអញ្ចឹងនេះតែ7-8ថ្ងៃខ្ញុំដូរទឹក 30% ទៅ 40% បើសិនជាខ្ញុំរវល់ខ្ញុំដូរទឹកគេថាទឹកនឹងវារយៈពេលពី10ថ្ងៃទៅ4-10ថ្ងៃយើងដូរ50ទៅ 60% បាទហើយមួយទៀតដែរនៅខាងក្នុងទូហ្នឹងយើងមិនមែនលាងតែកញ្ចក់ឯណាអាកន្លែងកែងអាកន្លែងនោះបងប្អូនអាកន្លែងកែងទូកែងនេះហើយនៅបាតអីហ្នឹងក៏យើងត្រូវតែជូតវាដែរបាទពីព្រោះអីមេរោគភាគច្រើនគឺវាតោងនៅកន្លែងកែងហើយនៅបាតទូនឹងឯងអញ្ចឹងនៅក្នុងអ៊ីនធឺណិតគេឲ្យយើងក្នុងមួយខែយើងត្រូវលាងសម្អាតខាងក្នុងទូយ៉ាងហោចណាស់2ដងបាទមិនមែនយើងដោះលាងទៅទូហើយអាកែងហ្នឹងមេរោគវាទៅតោងនៅកន្លែងកាយចក់ហ្នឹងអញ្ចឹងយើងមានស្លៃសហ្នឹងយើងដាក់លាងទៅហើយយើងជូតវាទៅហើយត្រីយើងមិនចាំបាច់ទៅស្រង់ចេញទេខ្ញុំឃើញបងប្អូនខ្លះគាត់ទៅស្រង់ត្រីចេញដើម្បីលាងទូអត់ទេអត់ធ្វើអញ្ចឹងពេលកាលណាយើងស្រង់ត្រីចេញយើងដាក់ទឹកថ្មីអាហ្នឹងយើងត្រូវចាយពេលផ្សាំទឹកវាទៀតបាទអាហ្នឹងយើងត្រូវខ្វល់ខ្វាយរឿងត្រីហ្នឹងឈឺទៀតអាហ្នឹងខ្ញុំសូមបញ្ជាក់បងប្អូនអញ្ចឹងណាហើយចម្រោះបើទូយើងដូចចម្រោះនៅខាងលើទូចេះ2អាទិត្យយើងត្រូវលាងម្ដងហើយលាងហ្នឹងមិនមែនលាងឲ្យទៅហើយបងប្អូនអាចមើលនៅក្នុងវីដេអូខ្ញុំបានវីដេអូផ្សេងៗណាដែលខ្ញុំប្រាប់របៀបលាងណាគឺយើងលាងជុំវិញកញ្ចក់ហ្នឹងហើយយើងលាងអាកែងហ្នឹងផងលាងឲ្យសព្វ 4-5 ដងទៅហើយខ្ជុំចម្រោះក៏យើងត្រូវតែលាងឲ្យវាជ្រះអាជាតិស្អាតជាតិអាចត្រីជាតិអីហ្នឹងដែរបាទអញ្ចឹងនៅពេលដែលចម្រោះរបស់យើងមេឌៀរបស់យើងលាងស្អាតហើយក្នុងទូរបស់យើងនឹងក្នុងមួយខែយើងលាងសម្អាតវា2ដងហើយទឹក7-8ថ្ងៃយើងដូរ 30% ត្រីអត់ចេះឈឺទៅណាបងប្អូនមិនថាត្រីឌីស្កាសត្រីនីយើងចាំត្រីផ្សេងឲ្យតែបានប៉ុណ្្នឹងបាទហើយខ្ញុំមានថ្នាំមួយដែលយើងត្រូវតែមានប្រើណាបាទចាំមើលខ្ញុំបង្ហាញអាទឹកថ្នាំនេះវាជួយទៅសម្រាប់មេរោគដែលតោងនៅខ្លួនត្រីអាហ្នឹងវាយើងត្រូវតែប្រើហើយអានេះក៏វាមានសមត្ថភាពដូចថាត្រីរបស់យើងតបៅកតុយតបៅខ្លួនអីមុំគឺយើងអាចដាក់បានបាទតែដូចត្រីរបស់ខ្ញុំចេះថ្នាំនេះក្នុងមួយឆ្នាំខ្ញុំប្រើតែ2ដងឯងបាទអញ្ចឹងយើងអាចមើលទៅតាម form វារបស់វាក្រោយបាទមកកម្របនឹងបាន1លីត្រអញ្ចឹងយើងត្រូវវាយប៉ុណ្ណឹងតែបើដូចទូខ្ញុំមានត្រីជាកម្មចេះទីហោថាគេឲ្យយើងប្រើ6កម្របកន្លះយើងអាចប្រើបានតែ
បានតែ4កន្លះទៅ5កម្រពេលតែប៉ុណ្្នឹងឯងបាទហើយមានថ្នាំមួយទៀតថ្នាំមួយនេះវាជួយទៅសម្រាប់មេរោគដែលរស់នៅក្នុងទឹកហើយនឹងមេរោគដែលតោងនៅកន្លែងកែងទូហើយនឹងនៅក្នុងចម្រោះបងប្អូនអានេះរៀងរាល់4ទៅ5ខែយើងប្រើម្ដងបាទអញ្ចឹងអានេះពេលដែលយើងដាក់ធ្វើម៉េចឲ្យគ្រប់24ម៉ោងបានយើងអាចដូរទឹកគឺយើងត្រូវដូរ70ទៅ80%ហើយថ្នាំនេះដែលវាជួយទៅសម្រាប់មេរោគតោងខ្លួនត្រីហ្នឹងមួយឆ្នាំគឺយើងប្រើបាន2ដងឯងបាទអញ្ចឹងអានេះតើតែយើងដូរទឹកវា2ដងបានទឹកថ្លាមកវិញបងប្អូនពេលដែលយើងដូរម្ដងគឺវានៅយ៉ាងខៀវស្រាលដល់ពេលយើងដូរទី2ទី3ទៅវាថ្លាវិញធម្មតាបាទអញ្ចឹងបងប្អូនហើយរឿងខ្ជុំចម្រោះខ្ញុំសូមប្រាប់បងប្អូនឲ្យប្រាប់ទៀតខ្ជុំចម្រោះពួកប្រភេទអុចគឺយើងប្រើបានត្រឹមតែ6 7ខែជាស្តង់ដារផុសចាស់គេប្រាប់ខ្ញុំហើយពួកខ្ជុំលឿងជាហើយណាខ្ជុំគ្រាប់មូប្រហោងជាស្តង់ដាររបស់គេគឺគេប្រើតែ3 4ខែបាទអញ្ចឹងនៅពេលដែលយើងប្រើលើសឧទាហរណ៍នៅពេលខ្ជុំអុចនៅពេលដែលយើងប្រើចាប់ពី9ថា8ខែចុះពេលដែលវាចាប់ផ្ដើមបែកតិចគឺពេលនោះឯងដែលវាបញ្ចេញមេរោគនឹងមកខាងក្រៅមកវិញព្រោះវាទប់មេរោគលេងជាប់ហើយបាទនឹងខ្ញុំចង់និយាយប្រាប់បងប្អូនអញ្ចឹងណាហើយខ្ញុំឃើញបងប្អូនខ្លះនៅក្នុងក្រុមគាត់ឈៀតលក់ឲ្យគេទៀតលក់ឲ្យគេហ្នឹងអាខ្ជុំនឹងវាផុយវាអីអស់ហើយយើងលក់ឲ្យគេមានថាគាត់អ្នកទិញគាត់ដឹងឯងអញ្ចឹងគាត់អ្នកទិញយកទៅប្រើតគាត់ជាជនរងគ្រោះហើយគាត់អត់ដឹងមូលហេតុថាមិនបានត្រីនឹងឈឺបាទខ្ញុំនិយាយចឹងគាត់ដឹងហើយខ្ជុំចម្រោះខ្ញុំតែងតែប្រាប់ភ្ញៀវថាខ្ជុំអុចហ្នឹងវាអត់សូវថ្លៃហ្មងទេមួយកេសវាមាន100ដើមតម្លៃវាតែ29ទេខ្ញុំលក់តែ29ទេអាហ្នឹងយើងប្រើតែ6 7ខែយើងដាក់ថ្មីទៅកុំនៅធំប្រើដល់មួយឆ្នាំកន្លះអញ្ចឹងវាអត់ល្អសម្រាប់ត្រីទេហើយនៅកន្លែងលក់ខ្លះគេអត់មានប្រាប់យើងគេបន់ឲ្យត្រីយើងឈឺហ្នឹងហើយយើងទៅទិញថ្នាំពីកន្លែងគេយកមកព្យាបាលហ្នឹងព្យាបាលត្រីយើងព្រោះខ្លាចត្រីយើងងាប់ណាអញ្ចឹងយើងខ្លាចត្រីងាប់បាទអញ្ចឹងខ្ញុំសូមស្រាយចម្ងល់ទៅបងប្អូនអញ្ចឹងហើយបើសិនជាបងប្អូនមានចម្ងល់អីផ្សេងគឺបងប្អូនអាច comment សួរខ្ញុំបានហើយ page របស់ខ្ញុំគឺឈ្មោះ Arovana Red Dragon Home ចាំខ្ញុំសរសេរនៅក្នុង comment ឲ្យ Arovana Red Dragon Home បាទអញ្ចឹងបងប្អូនអាចចូលជាវត្រីឬក៏ចង់ទិញម៉ាស៊ីនចង់ទិញថ្នាំព្យាបាលត្រីអីគឺខ្ញុំមានទាំងអស់ខ្ញុំភ្លេចប្រាប់មួយទៀតថ្នាំបើសិនជាត្រីរបស់យើងវាមានបញ្ហាដូចថាទឹកស៊ីកតុយផ្នែកសឬក៏ផ្សិតស្រាលតិចតួចអីឬក៏ហើបស្កាអីណានេះឈប់នេះបងប្អូននេះ Indogat កន្លែងខ្ញុំមានលក់បងប្អូនអានេះដាក់មួយត្រីនៀកក៏បានត្រីឡហានក៏បានត្រីប្របែក៏បានហើយនឹងត្រីស្កាក៏បានដែរហើបស្កាកំចាត់បាតេរីទឹកស៊ីតុយទឹកស៊ីអីហ្នឹងគឺបានមកកាផ្លេនេះបងប្អូនវាសរសេរហ្នឹងក្រោមនេះបាទហើយមួយត្រីស្កាក៏បានដែរហ្នឹងមានប្រសិទ្ធភាពជាលឿនមែនតើបាទអញ្ចឹងបងប្អូនជួយ Subscribe YouTube របស់ខ្ញុំផងជួយ Subscribe និង Like YouTube របស់ខ្ញុំបងប្អូនដើម្បីខ្ញុំមានវីដេអូថ្មីចែកម្លែកបទពិសោធន៍នៅក្នុងការចិញ្ចឹមត្រីស្កាហើយនិងត្រីផ្សេងៗបងប្អូនអរគុណច្រើន